ហ្នឹងវាធ្វើឲ្យខ្ញុំពិបាកទទួលយកមែនទែនព្រោះពួកគាត់នៅក្មេងៗមួយ16មួយ14ហើយសិតតែជាសិស្សសាលាតាមពិតទៅសាច់រឿងហ្នឹងវាកើតឡើងថ្ងៃទី14ខែ10ជនរងគ្រោះក៏ត្រូវគេចាក់សម្លាប់រហូតដល់200កំបិតអ្នកទាំងអស់គ្នាស្ដាប់អត់ច្រឡំទេគឺ200កំបិតវាពិតជាខុសខ្លីមែនទែនពលិសហើយនឹងម្ដាយជនរងគ្រោះគាត់បាននិយាយថាពីរនាក់នោះអាចស្គាល់គ្នាទេសូម្បីតែមិត្តភក្តិរបស់ក្មេងស្រីជនរងគ្រោះគាត់អាចថាពីរនាក់នោះអាចស្គាល់គ្នាតើសោះរឿងទីតកម្មនេះកើតឡើងនៅក្នុងបន្ទប់ទឹកនៅឯសាលាអញ្ចឹងអ្នកទាំងអស់គ្នាជាធម្មតាបន្ទប់ទឹកសាលាយើងគឺយើងស្តៀងនៅខ្មែរយើងដែរដូចគ្នាហើយបន្ទាប់មកជាទូទៅនៅពេលដែលយើងចូលបន្ទប់ទឹកគឺយើងផ្សារពីខាងក្នុងដោយសារតែបន្ទប់ទឹកយើងទូទៅវាចំហខាងលើមិននិយាយទៅក្មេងប្រុសជនដៃដល់នោះគាត់បានហក់ពីខាងលើបន្ទប់ទឹកនោះចូលមកវិញហើយគាត់ប្រព្រឹត្តរឿងទីតកម្មទៅលើក្មេងស្រីជនរងគ្រោះនេះនៅក្នុងបន្ទប់ទឹកមកដោយគាត់ចាក់ទៅលើក្មេងស្រីជនរងគ្រោះនោះរហូតដល់200កបាត់ហើយក្មេងស្រីជនរងគ្រោះគាត់បានស្រែកឲ្យគេជួយគាត់ដូចគ្នាជាធម្មតានៅខាងក្រៅតែងតែលើដោយសារតែបន្ទប់ទឹកនោះគឺវាដូចបន្ទប់ទឹកសាលានៅខ្មែរយើងអញ្ចឹងនោះតែពួកគាត់អាចចូលទៅជួយក្មេងស្រីនោះបានក្មេងស្រីនោះគាត់បានបាត់បង់ជីវិតហើយបើនិយាយទៅអញ្ចឹងអ្នកទាំងអស់គ្នារឿងនោះវាកើតឡើងលឿនពេកគឺហើយវាខុសខើខ្លាំងពេកវាធ្វើឲ្យពួកគាត់ពិបាកទទួលយកនៅហេតុការណ៍ដែលបានកើតឡើងទៅលើកូនស្រីរបស់គាត់តែគាត់នឹកស្មានដល់ថាកូនស្រីគាត់នៅពេលអាយុ16ឆ្នាំទទួលរងនូវភាពឈឺចាប់ដល់ម្លឹងពួកគាត់អាចនឹកស្មានថាកូនស្រីគាត់នឹងអាចជួបប្រទះនៅហេតុការណ៍ដ៏ខុសខើបែបហ្នឹងនៅក្នុងជីវិតរបស់កូនស្រីគាត់ទេគាត់បន្ថែមទៀតថាកូនស្រីគាត់ពិតជាកូនស្រីដ៏ល្អយើងងាកមកមើលតែឪពុករបស់ក្មេងប្រុសជនដៃដល់វិញគាត់ក៏បាននិយាយថាគាត់ពិតជាអត់ដឹងថាត្រូវប្រឈមមុខជាមួយនឹងក្រុមគ្រួសាររបស់ក្មេងស្រីជនរងគ្រោះមួយទេព្រោះអីកូនប្រុសគាត់ពិតជាខំមែនគាត់យល់អារម្មណ៍របស់ឪពុកម្ដាយរបស់ក្មេងស្រីជនរងគ្រោះដែលទទួលរងអំពើដ៏ខុសខើបែបហ្នឹងការអារម្មណ៍របស់ឪពុកម្ដាយរបស់ក្មេងស្រីជនរងគ្រោះវាឈឺចាប់កម្រិតណាទាំងដែលគាត់ជាឪពុករបស់ជនដៃដល់គាត់ឈឺចាប់កម្រិតហ្នឹងហើយចំពោះព័ត៌មានខ្លះក៏ចោទដែរថាដោយសារតែក្មេងបងហ្នឹងគាត់តាមសារភាពប្រាប់កូនស្រីហ្នឹងតែកូនស្រីហ្នឹងគាត់បដិសេធគឺគាត់អត់ស្រឡាញ់ទេចំណុចនេះដែរម្ដាយរបស់ក្មេងស្រីជនរងគ្រោះគាត់ក៏បានបញ្ជាក់ថាកូនស្រីគាត់ហើយនឹងក្មេងប្រុសមួយហ្នឹងគឺអត់ដែរស្គាល់គ្នាទេក្មេងប្រុសហ្នឹងក៏អត់បានសារភាពប្រាប់ទៅកូនស្រីគាត់ដែរបើមានអីថ្មីអាប់ដេតពីព័ត៌មានគាត់ទៀតខ្ញុំនឹងធ្វើវីដេអូ